Hello សួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបដាក់ watermark អញ្ចឹងជំហានទី1គឺយើងបើក Word Excel មកដោយដែលខ្ញុំបានបើកអញ្ចឹងអ្នកគ្នានេះអញ្ចឹងតបមកយើងចូលពាក្យ design បន្ទាប់ពីចូលពាក្យ design ហើយអ្នកគ្នាចុចនៅកន្លែងអក្សរ A នេះចុចឲ្យខាងក្រោមអក្សរ A ហ្នឹងមកអ្នកគ្នាចុចមួយមកអញ្ចឹងវាមានច្រើនរបៀបដែលអ្នកគ្នាចង់ដាក់មិនក៏បានដែរសម្រាប់watermark ហ្នឹងអញ្ចឹងខ្ញុំចង់យកជ្រុងនេះខ្ញុំយកមកដាក់អញ្ចឹងអ្នកគ្នានឹងឃើញនៅពេលដែលយើងយកមកដាក់នៅកន្លែងហ្នឹងអញ្ចឹងបើសិនជាអ្នកគ្នាចង់ទៅសេអក្សរខ្មែរឬក៏អក្សរអង់គ្លេសនៅកន្លែង watermark ហ្នឹងអញ្ចឹងវាមានច្រើនរបៀបអញ្ចឹងខ្ញុំនឹងប្រាប់អ្នកគ្នាអញ្ចឹងអ្នកគ្នាចូលទៅកាន់ design ដដែលមកហើយអ្នកគ្នាយកមួយណាដែលអ្នកគ្នាត្រូវការអញ្ចឹងកន្លែងនេះដែលខ្ញុំត្រូវយកគឺមួយមិញលើហើយអញ្ចឹងខ្ញុំ select កន្លែងនេះបន្ទាប់មកខ្ញុំនឹងទៅសេដាក់ថាសៀវភៅរបស់ខ្ញុំអញ្ចឹងអាហ្នឹងសម្រាប់តែរបស់ខ្ញុំដែលត្រូវដាក់ឯអ្នកគ្នាចង់ដាក់បែបម៉េចក៏បានដែរអ្នកគ្នាកន្លែងហ្នឹងវាយតាមរបស់អ្នកគ្នាទៅអញ្ចឹងខ្ញុំវាយដាក់ថាសៀវភៅរបស់ខ្ញុំកន្លែង watermark ហ្នឹងហើយអ្នកគ្នាចុច OK នេះមកចុចពី OK នេះអ្នកគ្នាអញ្ចឹងវានឹងចេញមកនេះវានឹងចេញបែបហ្នឹងឲ្យអ្នកគ្នាអញ្ចឹងអ្នកគ្នាចង់ដាក់បែបម៉េចក៏បានដែរជាភាសាអង់គ្លេសឬក៏អីក៏បានតាមចិត្តអ្នកគ្នាដែលត្រូវដាក់អញ្ចឹងកន្លែងហ្នឹងអាច design អីបានថែមទៀតតាមចំណង់ចំណូលចិត្តអ្នកគ្នាដាក់ខ្មែរឬក៏អង់គ្លេសអីទៅអានេះគឺមាន font ឲ្យស្រាប់ណាអ្នកគ្នាអ្នកគ្នាអាចរើស font ដាក់តាមទៅហើយ color ខ្ញុំចង់ដាក់ពណ៌ក្រហមអញ្ចឹងឃើញអ្នកគ្នាអញ្ចឹងខ្ញុំពណ៌ក្រហមវាចេញមកដោយសារមិញហ្នឹងវាពណ៌សដល់ពេលអញ្ចឹងហើយមើលទៅវាសដូចគ្នាអញ្ចឹងខ្ញុំដាក់ពណ៌ក្រហមឬក៏ពណ៌ខ្មៅតាមចំណង់ចំណូលចិត្តអ្នកគ្នាហ្នឹងសម្រាប់ក្នុងការ design របស់អ្នកគ្នាអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងឯអ្នកគ្នាសូមអរគុណ